បើផ្ដល់ជាតិដែកបានគ្រប់គ្រាន់កូនខ្ញុំនឹងលែងឈឺមែនអត់សួស្តីអ្នកនរគ្នាខ្ញុំមកសិតការរីគុនធាក៏ដូចជាអ្នកប្រឹក្សាខាងផ្នែកអាហារូបត្ថម្ភកុមារថ្ងៃនេះក៏ចង់មកចែករំលែកអ្នកទាំងអស់គ្នានៅចំណុចមួយចំនួនដែលពាក់ព័ន្ធទៅនឹងម៉ាក់គាត់តែឆ្ងល់ថាឲ្យតែកូនអាសាឈឺគឺសិតតែក្មេងដែលគាត់ខ្វះជាតិដែកទាំងអស់នឹងឯថងចំណុចហ្នឹងគឺវាចំណុចដែលមិនខុសទេពួកអីជាតិដែកក៏វាជាសារធាតុចិញ្ចឹមមួយដែលសំខាន់នៅក្នុងការដឹកនាំកោសិកាខកឈាមក្រហមទៅចិញ្ចឹមរាងកាយរបស់ក្មេងក៏ប៉ុន្តែក្រៅពីជាតិដែកក៏មាននៅសារធាតុចិញ្ចឹមដតៃទៀតដែរដូចជាជាតិកាល់ស្យូមម៉ាញ៉េស្យូមវីតាមីន D និងវីតាមីន B ឬក៏វីតាមីនដតៃទៀតអញ្ចឹងមិនមែនមានន័យថាឲ្យតែកូនឈឺគឺមកពីគាត់ខ្វះជាតិដែកទេអញ្ចឹងគឺអាចនឹងមានកង្វះសារធាតុផ្សេងទៀតឬក៏វាអាចពាក់ព័ន្ធទៅនឹងប្រព័ន្ធភាពស៊ាំការពាររាងកាយគាត់នឹងចុះខ្សោយអញ្ចឹងគឺវាបានន័យថានៅក្នុងបើនិយាយទៅពាក់ព័ន្ធនឹងកូនឈឺអ្នកនរគ្នាគឺវាមានតំណែងគ្នាទាំងអស់ទាំងកង្វះអាហារូបត្ថម្ភដោយសារតែកង្វះអាហារូបត្ថម្ភហ្នឹងហើយកង្វះវីតាមីនឬក៏សារធាតុរ៉ែឬក៏សារធាតុដតៃទៀតហ្នឹងហើយដែលវាពាក់ព័ន្ធដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់ក្មេងចុះខ្សោយក៏ប៉ុន្តែមិនមែនមានន័យថាឲ្យតែកូនឈឺឬក៏កូនមិនចង់ញ៉ាំអាហារគឺវាពាក់ព័ន្ធនឹងជាតិដែកទាំងអស់ទេគឺវាអាចពាក់ព័ន្ធទៅនឹងរឿងផ្សេងទៀតដូចថាកូនអត់សូវចង់ញ៉ាំអាហារជួនកាលគាត់មានជាតិដែកគ្រប់គ្រាន់ទេគាត់មានវីតាមីនផ្សេងគ្រប់គ្រាន់ទេក៏ប៉ុន្តែដោយសារអីការទុកគម្លាតអាហារយើងគៀកពេកយើងចេះតែឲ្យគាត់ញ៉ាំអីផ្ដេសផ្ដាសបានន័យថាយើងគិតថាចេះគាត់ញ៉ាំបានតិចអញ្ចឹងគឺយើងព្យាយាមនៅក្នុងការផ្ដល់ឲ្យគាត់បានន័យថា1ម៉ោងម្ដងឬក៏ចេះតែហុចនេះហុចនោះដែលយើងអត់បានដឹងខ្លួនណាពេលខ្លះទៅយើងគិតថាហុចតិចទៅព្រោះដោយសារម៉ោងបាយគាត់អត់សូវញ៉ាំអញ្ចឹងខ្លាចគាត់នឹងបាក់កម្លាំងឬក៏ខ្វះសារធាតុចិញ្ចឹមប៉ុន្តែការដែលយើងហុចឲ្យបន្តិចហុចហ្នឹងគឺវាប៉ះពាល់ទៅដល់ចំណង់អាហាររបស់គាត់វិញហើយវាជាទម្លាប់មួយដែលអាក្រក់សម្រាប់គាត់ហើយគាត់អត់ដឹងញ៉ាំអត់ដឹងមានម៉ោងមានពេលហើយគាត់នឹងអាងថាអត់ញ៉ាំពេលហ្នឹងបាច់ញ៉ាំម៉ោងហ្នឹងទេតិចទៀតទៅម៉ាក់ឬក៏ម៉ាក់យាយឲ្យអាហារបន្ថែមឲ្យតិចទៀតបាននំញ៉ាមអញ្ចឹងគឺម៉ោងអាហារគឺគាត់អត់ចង់ញ៉ាំទេអាហ្នឹងបានន័យថាប៉ះពាល់ទៅដល់ទម្លាប់របស់គាត់មូលហេតុដែលប៉ះពាល់ដល់ទម្លាប់របស់គាត់នឹងហើយដែលគាត់នឹងខ្លាចទៅជាដែលថាដល់ម៉ោងញ៉ាំអាហារដែលសំខាន់អាហារពេលព្រឹកពេលថ្ងៃក្រោយឬក៏ពេលល្ងាចគឺធ្វើឲ្យគាត់នឹងញ៉ាំបានតិចហើយធ្វើឲ្យគាត់នឹងកង្វះនៅសារធាតុចិញ្ចឹមដែលធ្វើឲ្យគាត់នឹងខ្លាចទៅជាក្មេងដែលរកចំណីហើយខ្លាចទៅជាក្មេងដែលថាកង្វះអាហារូបត្ថម្ភបានន័យថារៀងបាត់បង់ចំណង់អាហារដោយសារគាត់នឹងកង្វះអីដូចជាជាតិដែកជាតិស័ង្កសីឬក៏សារធាតុដតៃទៀតដែលវាពាក់ព័ន្ធទៅនឹងចំណង់អាហាររបស់គាត់ព្រោះដោយសារអីវាមានការចូលរួមទាំងអង់ស៊ីមនៅក្នុងទឹកមាត់ហើយនិងវីតាមីនដូចគ្នាអញ្ចឹងមិនមែនមានន័យថាឲ្យតែកូនបាត់បង់ចំណង់អាហារអ្នកទាំងអស់គ្នាទាញថាប្រើជាតិដែកទៅគឺដឹងតែគាត់នឹងញ៉ាំអាហារបានច្រើនទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាផ្លាស់ប្ដូរនៅផ្នត់គំនិតទាំងអស់នឹងចាញ់ត្រូវគិតរកមូលហេតុត្រូវសង្កេតថាតើម៉ោងយើងឲ្យផ្ដល់អាហារគាត់ម្ដងអាហ្នឹងគឺជាចំណុចទី1តើគាត់មានឈឺអីអត់យើងមើលសាញរបស់គាត់មានហើមពោះមានអីអត់បើកាលណាដែលគាត់មានហៀទឹកមាត់អីវាពាក់ព័ន្ធនឹងអាចថាគាត់កំពុងតែដុសធ្មេញក៏ថាបានដែរអញ្ចឹងមិនមានន័យថាឲ្យតែគាត់បាត់បង់ចំណង់អាហារត្រូវតែប្រើជាតិដែកទេអញ្ចឹងខ្ញុំសំណូមពរអ្នកទាំងអស់គ្នាត្រូវតែជួបគ្រូពេទ្យដែលគាត់មានជំនាញនៅចិត្តអ្នកទាំងអស់គ្នាដើម្បីធ្វើការប្រឹក្សាសិនដើម្បីដឹងថាគាត់មកពីបញ្ហាអីអត់ប្រកបហើយអ្នកទាំងអស់គ្នារកវិធីដោះស្រាយបើសិនអ្នកទាំងអស់គ្នាទៅជួបពេទ្យតាន់ពេលវេលាក៏អ្នកទាំងអស់គ្នានឹងមិនបាត់បង់ចំណង់អាហារហើយមិនលូតលាស់ក្រោមស្តង់ដារទៀតព្រោះអីបើសិនជាយើងអត់ទៅជួបពេទ្យយើងចេះតែស្មានយើងដាក់វីតាមីនខុសធ្វើឲ្យគាត់នឹងលើសកម្រិតធ្វើឲ្យគាត់ពុលពួកអីខ្លួនក្មេងនៅក្រោមអាយុ5ឆ្នាំនេះបានន័យថាគឺវាងាយនឹងលើសដុសលើសកម្រិតអញ្ចឹងអ្នកនរគ្នាត្រូវគិតនៅចំណុចហ្នឹងជៀសវាងការប្រើប្រាស់ថ្នាំខុសពជាពេលទៅដល់ការវិវត្តរបស់គាត់អ្នកនរគ្នាទៅជួបគ្រូពេទ្យជំនាញទៅគាត់នឹងផ្ដល់ការប្រឹក្សាមួយដែលត្រឹមត្រូវហើយជួយដោះស្រាយបញ្ហាអ្នកនរគ្នាបានទាន់ពេលវេលាហើយដោះស្រាយទាំងកង្វល់ដែលនៅក្នុងចិត្តអ្នកនរគ្នាទៀតអញ្ចឹងពីខ្ញុំទៅវិញអ្នកនរគ្នាគួរតែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញទៅហើយដែលនៅចិត្តយើងណាសង្ឃឹមថាវីដេអូនេះនឹងជួយទៅដល់អ្នកនរគ្នា